បាទពេលនេះខ្ញុំមកធ្វើបទបង្ហាញថ្មីផ្លាយទៀតហើយរាល់ដងខ្ញុំធ្វើបទបង្ហាញពីគ្រឿងអលង្ការនិងម៉ូដគ្រឿងអលង្ការតែនៅក្នុងវីដេអូនេះខ្ញុំមកធ្វើបទបង្ហាញពីមុខម្ហូបមួយយ៉ាងឈ្មោះត្រីញៀនដែលអ្នកជិតខាងរបស់ខ្ញុំគាត់ប្រសពធ្វើហើយធ្វើទៅមានរសជាតិឆ្ងាញ់ហើយមួយទៀតគឺដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងអ្នកជិតខាងនិងអ្នកជិតខាងដូចគ្នាកុំឲ្យតែមានបញ្ហាតិចតួចមើលមុខគ្នាមិនត្រង់ហើយអញ្ចឹងទៅយើងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអ្នកជិតខាងដូចគ្នាគឺមានវិធីសាស្ត្រមួយយ៉ាងហ្នឹងគឺធ្វើម្ហូបញ៉ាំជុំគ្នាអញ្ចឹងដល់ពេលមានបញ្ហាយើងចេះដោះស្រាយស្រួលនិយាយគ្នាហើយម្ហូបឈ្មោះត្រីញៀននេះគឺធ្វើបានចំពោះតែត្រីរាទេគឺធ្វើទៅមានរសជាតិឆ្ងាញ់គឺគេយកកូនត្រីរាទូចហ្នឹងធ្វើឲ្យវាស្អាតហើយផ្លះយកឆ្អឹងខាងក្នុងចេញឲ្យអស់ដើម្បីការពារកុំឲ្យមុតដៃដល់អញ្ចឹងទៅគឺពេលគេលាយគ្រឿងផ្សំច្រវល់បញ្ចូលគ្នាហើយពូតយកទឹកត្រីនឹងចេញមកទៅគឺអត់មុតឆ្អឹងអត់មុតដៃហើយកូនត្រីនេះទិញមកហ្នឹងគឺច្រើនគីឡូដែរដល់អញ្ចឹងធ្វើម្នាក់ឯងទងំហើយហ្នឹងអង្គុយចុកចកេះចុកខ្នងអញ្ចឹងត្រូវការជំនួយត្រូវការកូនកវិតមកជួយព្រោះរៃលុយគ្នាម្នាក់បន្តិចដល់ផ្សំចូលគ្នាទៅឃើញបានច្រើនដល់អញ្ចឹងធ្វើម្នាក់ឯងយឺតណាស់ងំហើយនឹងគួយចុកខ្នងហើយនេះគឺគ្រឿងផ្សំដែលលាយជាមួយនឹងត្រីញៀនហ្នឹងហើយគេលាយគ្រឿងផ្សំរបស់វាមានមើមរំដេងច្រើនជាងគេបន្ទាប់មកស្លឹកក្រូចសើចហើយនឹងបន្តិចតិចហើយនេះត្រីដែលធ្វើរួចរាល់ស្អាតហើយបានគេយកលាយមួយគ្រឿងផ្សំហ្នឹងហើយដាក់មានប៊ីចេងមានអំបិលតែគេអត់ដាក់ស្ករទេខ្ញុំសួរចុងភៅមូលហេតុបានអត់ដាក់ស្ករដោយសារគាត់ប្រាប់ថាបើសិនដាក់ស្ករធ្វើឲ្យសាច់ត្រីនឹងស្វិតហើយធំក្លិនឆ្អាបអញ្ចឹងគេអត់ដាក់ស្ករទេគេដាក់តែប៊ីចេងនិងអំបិលកុំឲ្យប្រៃពេកហើយកុំឲ្យភ្លាវពេកដាក់ទៅល្មមបានហើយព្រោះត្រីនឹងលាយគ្រឿងហើយតែប៉ុណ្្នឹងទេហើយនេះគេដាក់ទឹកខ្មេះដោយសារខ្វះក្រូចឆ្មាអញ្ចឹងគឺដាក់ទឹកខ្មេះហើយច្រវាច់វាឲ្យសព្វហើយទុកវាប្រហែលកន្លះម៉ោងដើម្បីឲ្យសាច់ត្រីនឹងឆ្អិននេះគឺចុងភៅកំពុងតែច្រវាច់វាឲ្យសព្វចូលជាតិចូលអីអស់ហើយអញ្ចឹងទុកវាប្រហែលកន្លះម៉ោងហើយបានពូតយកទឹកបោះត្រីនឹងចេញដើម្បីឲ្យមានរសជាតិឆ្ងាញ់គឺយកទឹកហ្នឹងទៅរងាស់ធ្វើទឹកជ្រលក់នៅពេលដែលពូតយកទឹកចេញពីសាច់ត្រីនឹងយកទៅរងាស់គឺគេថែមគ្រឿងម្ដងទៀតហើយពេលហ្នឹងគេមានថែមទឹកប្រហុកទឹកដោះគោឆៅហើយមានគ្រឿងស្ករប៊ីចេងពេលហ្នឹងមកគេថែមស្ករហើយគេភ្លក់មើលថាល្មមឬក៏នៅបើសិនល្មមហើយគឺគេឈប់បើស្ទើរគេថែម